ថិតក្នុងការតួសាច់របស់ណុកនោះគឺត្រូវសវនដើរយ៉ាងដំណប់ថែមទាំងប្រើនៅធម្មពលទំនេររបស់ខ្លួនដែលដាល់នោះគ្មានឲ្យគាត់តដៃសំបីតែបន្តិចនេះគឺជាធម្មពលនៃការបំផ្លាញដែលគឺជាសបិនរបស់សវនដោយមិនចាំយូរសវននោះក៏បានបោកណុកនោះឲ្យខ្ទាតទៅម្ខាងរួចក៏ប្រើនៅ ultimate របស់ខ្លួននោះដើម្បីធ្វើឲ្យណុក defeat ទៅ 1-0 ដែលទោះបីជាធម្មពលណុកកាន់ shadow ក៏ដោយក៏មិនអាចទប់ជាប់ផងដែរមុនពេលដែលណុកនោះគឺត្រូវបានលងលក់រហូតតទៅនោះគាត់ក៏បានផ្ដាំនៅបណ្ដាប់ចុងក្រោយទៅកាន់សាវ៉ានថាការដែលសាវ៉ាននោះគឺបានប្រឆាចពីធម្មពលរបស់មនុស្សបែបនេះប្រកាសណាស់ថាវាគឺជាការសម្រេចចិត្តជាលើកចុងក្រោយដែលមិនអាចវិលត្រឡប់មកវិញបានជារឿងរហូតទៅចុងក្រោយធម្មពលរបស់សាវ៉ាននោះក៏ត្រូវបានអស់សន្លប់ 1-0 វាក៏ស្ថិតក្រោមការមើលឃើញរវាងប៉ូលីសទាំងពីរបានបញ្ជាក់ឲ្យឃើញច្បាស់ថាពួកគេនោះគឺគ្រាន់តែស្ថិតក្នុងស្ថានភាពសន្លប់មួយរយៈប៉ុណ្ណោះមួយវិញទៀតស្ថិតក្រោមការចាត់ចែងរបស់ថ្នាក់លើបានរក្សាណុកទុកយ៉ាងល្អទឹកខ្ចោះខ្លាំងមែនទែនចំណែកឯសវ៉ានវិញអាមួយនឹងមិនទាន់ងាប់នោះទេវានោះគ្រាន់តែដេកលក់បន្តិចប៉ុណ្ណោះប៉ុន្តែបងស្រីរបស់ខ្លួននោះគឺពិតជាបារម្ភនឹងវាជាខ្លាំងក៏ព្រោះថាការដេកលក់របស់វានៅលើកនេះវាដូចជាយូរខុសប្លែកខុសពីធម្មតាទោះបីជាដាស់យ៉ាងណាក៏ដាស់នៅតែមិនភ្ញាក់មិនដឹងថាវានោះគឺមានបញ្ហាអ្វីនៅក្នុងសបិននោះទេប៉ុន្តែអ្វីមួយដែលសវ៉ាននោះគឺសោកស្ដាយនៅក្នុងចិត្តខ្លាំងជាងគេបំផុតនោះគឺគាត់គឺគួរតែសម្រេចចិត្តឲ្យរឹងមាំខ្លាំងជាងនេះបន្តិចចំពោះនៅម្ចាស់គឺពិតជាឆ្ងល់ខ្លាំងមែនទែនថានេះមែនតើគឺជាការសម្រេចចិត្តដែលរឹងមាំរបស់គាត់នោះក៏ប៉ុន្តែហេតុអ្វីបានជាគាត់យំនឹងហើយទើបគឺជាបញ្ហាដ៏ធំបំផុតសម្រាប់សវ៉ាននៅពេលនេះរីឯនៅម្ចាស់គឺនៅតែស្ថិតក្រោមស្ថានភាពលងលក់នៅជាមួយនឹង Lady ដែលបច្ចុប្បន្ននោះបេសកកម្មរបស់នោះគឺពិតជាល្អឥតខ្ចោះខ្លាំងមែនទែនហើយនោះក៏បានដេកជាស្ថាពរក្នុងនោះផងដែរក៏មានទូរស័ព្ទរោដែលនោះគឺជាការហៅរបស់បងស្រីរបស់សវ៉ានមានចម្ងល់ជាមួយនឹង Lady ជាខ្លាំងនាងគឺចង់ដឹងខ្លាំងណាស់ថាបច្ចុប្បន្នហេតុអ្វីបានជាសវ៉ានខំដេកអីយ៉ាងនេះក៏ព្រោះថារឿងមួយនេះវាគឺជារឿងសម្ងាត់សំបីតែគ្រួសាររបស់គាត់ក៏គាត់លាក់បាំងអំពីរឿងទាំងអស់នេះផងដែរបើសិនបានជានាងនោះគឺសន្យាជាមួយនឹង Lady ថាមិនប្រាប់រឿងមួយនេះទៅឲ្យគាត់បានដឹងទេនោះអាចកំបាំងគ្រប់យ៉ាងគឺនឹងត្រូវលាតត្រដាងនៅពេលនេះព្រោះថាបញ្ហាដែលធ្វើឲ្យគាត់ដេកលងលក់យ៉ាងយូរបែបនេះគឺដោយសារតែបញ្ហាការងាររបស់គាត់មួយវិញទៀតអ្វីដែលបណ្ដាលឲ្យគាត់សបិនយូរបែបនេះគឺដោយសារតែបញ្ហាកត្តាជុំវិញខ្លួនរបស់គាត់នឹងហើយស្ថិតនៅក្នុងសបិនរបស់គាត់នោះវាគឺជាការបំផ្លិចបំផ្លាញដ៏អស្ចារ្យមួយវាអាចប្រែថាកាលណាដែលគាត់ជួយមនុស្សកាន់តែច្រើនសបិនអាក្រក់ទាំងអស់វានឹងប្រទេសទៅកាន់គាត់ទាំងស្រុងអ្វីគ្រប់យ៉ាងវាស្ថិតសឹងតែស្ថិតក្រោមការចង់បានរបស់គាត់ទាំងអស់វាក៏អាចថាមានទ្រឹស្ដីមួយដែលបានបញ្ជាក់អំពីអ្វីគ្រប់យ៉ាងបានឲ្យដឹងថាអាក្រក់ល្អនៅក្នុងលោកនោះវាគឺបែងចែកយ៉ាងច្បាស់ហើយនឹងសមតុល្យនឹងគ្នាច្បាស់លាស់ខ្លាំងមែនទែននៅក្នុងលោកមួយនេះអ្វីដែលគាត់ចង់បានគឺមិនមានអ្នកណាឆ្ងាយក្រៅពីគ្រួសាររបស់គាត់នោះទេជាអ្នកបំពេញទៅឲ្យគាត់ក្នុងនោះផងដែរប្រុសស្រីក៏បានមករកសវ៉ានល្មមចំពេលដែលគាត់កំពុងតែដេកបើយើងសំដៅទៅមើលទឹកមុខដសានកាចហើយមើងមាត់របស់ស្រីអាមួយនឹងមកលើកណាក៏មិនដែលមានបំណងល្អដែរយីអាបកាច់បីសាច់កំពុងតែលុកលុយនៅក្នុងជីវិតពិតអានេះនៅដេកបានទៀតហេងសយអីវាយគេមិនតន់អស់ចិត្តប៉ុណ្ណឹងអាប៉លីអត់ប្រយោជន៍ពីនេះមកកំឡុងពេលដែលស្រីគឺកំពុងតែនិយាយគឺពិតជាសរសើរជាមួយនឹងប៉លីពីរអ្នកខ្លាំងមែនតើដែលសាកសពរបស់អូដាកាបានល្អខ្លាំងយ៉ាងនេះស្រីគឺជាមនុស្សដែលនៅក្នុងអង្គភាពខូតមួយឬមួយគឺយ៉ាងណាគឺពិតជាមិនខ្វល់នោះទេសំខាន់នោះគឺមិត្តរួមក្រុមរបស់គាត់ស្លាប់ទាំងមូលគាត់គឺគ្មានរឿងអ្វីដែលធ្វើក្រៅពីរឿងមិនសោកសៅហើយត្រូវសម្លឹងទៅមុខព្រោះថាមនុស្សស្លាប់គឺជាមនុស្សស្លាប់គឺមិនអាចរស់ឡើងវិញបានទេអញ្ចឹងហើយទើបថាអង្គភាពខូតគឺយកជីវិតមនុស្សដើម្បីយកមកលេងសើចពិតប្រាកដឬមួយក៏អត់គឺចាំមើលតែបន្តិចទៅគឺដឹងហើយរឿងមួយដែលបានលាក់កំបាំងអស់រយៈពេលជាយូរនោះខូតគឺបានផ្ដើមឡើងពីពាក្យពេញថា confidential organizer defensive establishment មកកើតឡើងដោយអង្គការលំដាប់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងអំណាចអរូបីស្ថាប័នមួយនេះវាគឺមិនមែនជាស្ថាប័នយោធាឬមកក៏ជាទីស្នាក់ការប៉ូលីសណាមួយនោះទេអង្គភាពមួយនេះវាគឺប្រយុទ្ធប្រឆាំងជាមួយនឹងអំណាចអរូបីដែលឈ្លានពានចំពិភពលោកវាក៏សពបញ្ជាក់ឲ្យឃើញថាដំណើរការនៃបេសកកម្មវាសម្បត្តិខ្លាំង
ភ្នាក់ងារនីមួយៗនៅពេលដែលបញ្ចប់បេសកកម្មរបស់ខ្លួនរស់ឬមួយក៏ស្លាប់នោះពួកគេគឺជាអ្នកកំណត់ទៅតាមបេសកកម្មដែលពួកគេជួបដូចគ្នាទាំងអស់អញ្ចឹងហើយទាំងអស់នេះគឺវាអាចថាពួកគេគ្រាន់តែគឺជាអាយ៉ងគឺជាឧបករណ៍សម្រាប់បូជាឲ្យអង្គភាពខុសប៉ុណ្ណោះអាចនិយាយបានថារឿងមួយនេះវាគឺខុសខើសម្រាប់មនុស្សជាតិក៏ពិតមែនក៏ប៉ុន្តែវាគឺដើម្បីការពារពិភពលោកទាំងមូលមនុស្សជាច្រើនធ្វើការបូជាវាគឺពិតជាសមនឹងតម្លៃបន្តិចក្រោយមកក៏បានបញ្ចប់ការនិយាយដ៏សែនតប៉ែរបស់ពួកគេទាំង3នាក់រួចក៏ចូលមកកាន់សាវ៉ាននេះវិញរឿងរ៉ាវគ្រប់យ៉ាងគឺសិតសឹងតែបង្កើតចេញមកពីគាត់ទាំងអស់អ្វីៗគ្រប់យ៉ាងគឺមកពីគាត់ការដែលគាត់គឺតែងតែនិយាយថាគាត់គឺតែងតែគោរពនៅកាតព្វកិច្ចរបស់ខ្លួនឯងវាគឺគ្រាន់តែជាលេសរឿងមួយនឹងនៅម្ចាន់នាងគឺយល់ច្បាស់ក៏ព្រោះថានាងក៏គឺជាអ្នកបង្កើតណៃម៉ែផងដែរពេលខ្លះនៅពេលដែលនាងគឺជាកុមារកំព្រានាងគឺតែងតែត្រូវបានមនុស្សគ្រប់គ្នាបង្អាប់ថានាងគឺជាកូនគ្មានឪពុកម្ដាយហើយម្ដាយឪពុករបស់នាងនៅណាហើយនាងគឺជាក្មេងដែលអាក្រក់ជាងគេបំផុតហេតុអ្វីបានជានាងខំប្រឹងប្រឈមមុខជាមួយនឹងខ្លួនឯងដើរទៅមុខរហូតមកក៏តែសារតែនាងគឺចង់ឲ្យមនុស្សគ្រប់គ្នាស្ថិតនៅក្នុងសបិនដែលរីករាយបំផុតព្រមទាំងពិភពលោកមួយនេះផងដែរអញ្ចឹងបានថានៅម្ចាស់នាងគឺល្អប្រយោជន៍សម្រាប់សាវ៉ាននោះក៏ព្រោះថានៅពេលបច្ចុប្បន្នបើមិនមានសាវ៉ាននេះទេនៅម្ចាស់នាងក៏មិនអាចយល់ពីខ្លួនឯងច្បាស់ព្រមទាំងទទួលនៅទំនួលខុសត្រូវដ៏ធំបែបនេះវាគឺសិតសឹងតែការចេញអំពីស្នាដៃរបស់ពួកគេទាំងពីរនាក់ទាំងអស់ព្រមទាំងពេលនេះផងដែរនៅម្ចាស់នាងគឺអាចប្រើប្រាស់សមត្ថភាពដែលគ្រប់គ្រាន់នៃសាវ៉ានរបស់នាងបានពេញលេញត្រូវហើយវាគួរទៅដល់ពេលហើយវាគួរទៅដល់ពេលដែលខ្ញុំលះបង់ឈ្មោះក្នុងនាមគឺជាយរ៉ូសូបាគូធម្មពលគ្រប់យ៉ាងភាពជឿជាក់គឺជាបរោះគឺត្រូវតែត្រឡប់មកវិញក្នុងពិភពពិតដើម្បីជួយសង្គ្រោះនៅពិភពលោកហើយក៏បូកផ្សំជាមួយនឹងពិភពលោកជាក់ស្ដែងគឺនឹងត្រូវបានបញ្ចប់ឆាប់ផងអ្វីៗគ្រប់យ៉ាងនៅក្នុងលោកគឺត្រូវតែទាំងហើយហៅសាវ៉ានគឺជាអ្នកសម្រេចនៅរឿងគ្រប់យ៉ាងនៅក្នុងពិភពពិតក៏សូម្បីជាការជួយសង្គ្រោះនៅម្ចាស់ក៏ដោយសុបិនអាក្រក់គឺនឹងចាក់ចេញអំពីសុបិនមនុស្សគ្រប់គ្នាហើយស្ថិតក្នុងភាពនៃការពិតអ្វីដែលអាចធ្វើបាននៅពេលនេះគឺត្រូវតែបំផ្លាញពិភពសុបិននេះទាំងស្រុងក្រោមដៃរបស់សាវ៉ានផ្ទាល់ Catastrophe ទាញទំនាញព្រះច័ន្ទហើយទម្លាក់វាឲ្យខ្ទេចសុបិនក៏រលត់ចេញអំពីនៅម្ចាស់ព្រមទាំងសាវ៉ានផងដែរដោយដែលពាក្យដែលសាវ៉ានគឺបានសន្យាអញ្ចឹងថាថ្ងៃណាមួយនៅម្ចាស់ហើយនឹងគាត់គឺនឹងជួបគ្នាដែលបច្ចុប្បន្នពួកគេទាំងពីរនេះក៏បានភ្ញាក់អំពីសុបិនដ៏សែនយូរវែងរបស់ពួកគេរៀងៗខ្លួននៅពេលនេះផងដែរសាវ៉ានកាលពីនៅតូចក៏បានត្រឡប់មកវិញជាស្ថាពរដែលមកក្នុងនាមជា Code Number 7វាគឺបានបង្កការភ្ញាក់ផ្អើលទៅដល់ប៉ូលីសទាំងពីរនាក់ខ្លាំងមែនទែនព្រមទាំងបងស្រីរបស់សាវ៉ានផងដែរហើយទីបំផុតបារោះដែលជឿជាក់ជាងគេនៅក្នុងប្រវត្តិសាស្ត្រក៏បានត្រឡប់មកវិញជាស្ថាពរមិនបង្អែបងអង្គពេលយូរខ្លួនក៏រៀបចំបង្វិលនៅDimensionដើម្បីរកផ្លូវទៅកម្ចាត់បិសាចយកតែម្ដងបេសកកម្មរបស់ខ្ញុំគឺជាអ្នកសម្រេចហើយនៅពេលបច្ចុប្បន្ននេះផងដែរបិសាចគឺកំពុងតែលុកលុយនៅក្នុងពិភពពិតយ៉ាងសស័កសស្រាមធ្វើឲ្យពិភពពិតមានភាពច្បុកច្បល់ក៏ប៉ុន្តែសាវ៉ានគឺជាអ្នកមកបង្អប់ដំណើរវា Avoid the Nightmare Smearer បន្ទាប់មកក៏បដូរទម្រង់ទៅជា Kamen Rider Setsu Catastrophe Form គឺពិតជាអំណាចខ្លាំងមែនទែនជាមួយនឹងគ្នាដែរសាវ៉ាននៅពេលនេះក៏បានប្រយុទ្ធជាស្ថាពរជាមួយនឹងបិសាចដែលមានទេពកោសល្យគ្រប់ធាតុដែលវាយវាយ៉ាងដំណំខ្លាំងមែនទែនមិនឲ្យវាតដៃសំបីតែមួយក្បាច់ណាមួយវិញទៀតពិភពលោកពិតក៏មិនទទួលស្គាល់នៅស្ដេចបិសាចអាក្រក់ដូចជាវាផងព្រមទាំងសាវ៉ានគឺបានធ្វើការកោះហៅនៅអាវុធរបស់ខ្លួនឯងផងក្នុងភាពងាយស្រួលក្នុងការវាយប្រហារទៅកាន់វាចុងក្រោយក៏ដាក់នៅស្រីខាប់សែមរួចក៏បាញ់បំផ្ទុះវាសម្រាប់វាឲ្យខ្ទុះខ្លួនក្នុងមួយរំពេចជាស្ថាពរអ្វីគឺត្រូវបានសម្រេចនៅពេលនេះវាគ្រាន់តែគឺមានការខូចខាតរចនាសម្ព័ន្ធបន្តិចបន្តួចប៉ុណ្ណោះវាគឺជាចំណុចចាប់ផ្ដើមនៃការក្លាយទៅជា Code Number 7របស់សាវ៉ានក៏លេចមកមើល Lady នេះវិញនៅតែនិយាយដដែលថាពិភពលោកគឺពិតជាស្រស់ស្អាតខ្លាំងមែនទែននាងគឺបានរងចាំថ្ងៃនេះអស់រយៈពេលជាយូរជាមួយនឹងដំណើររបស់នេម៉ាចានក៏បានសរបញ្ជាក់នៃសាច់រឿងមួយនេះឲ្យកាន់តែច្បាស់បន្តទៅមុខទៀតផងដែរថា Lady នាងគឺជាម្ដាយបង្កើតរបស់នេម៉ាចាន